ខ្ញុំបាននាំទីក្រុងអាហារពេលល្ងាចរបស់មិត្តរួមថ្នាក់ចាស់របស់ខ្ញុំឲ្យមានជីវិតឡើងវិញជាមួយនឹងរូបមន្តធ្វើនំក្រាហ្វីសម្ងាត់ទទួលបានចំណាត់ថ្នាក់ដំបូងនៅក្នុងបញ្ជីអាហាររបស់ទីក្រុងនៅត្រីមាសទី1គាត់រកបាន800,000ប៉ុន្តែគ្រាន់តែផ្ដល់ឲ្យខ្ញុំនៅប្រាក់រង្វាន់ចំនួន800ខ្ញុំងាកមកបើកហាងបង្គាមួយដែលឆ្លងកាត់ពីគាត់ខ្ញុំចង់ឲ្យគាត់ដឹងពីតម្លៃនៃការធ្វើឲ្យខ្ញុំអាក់អន់ចិត្តថៅកែបង្គារបស់អ្នកឆ្ងាញ់ណាស់ហើយនឹងរីករាយហើយវាស្អាតយើងនឹងត្រឡប់មកវិញនៅពេលក្រោយមិនអីទេសូមស្វាគមន៍មកញឹកញាប់តើធ្វើដូចម្ដេចអំពីមិត្តរួមថ្នាក់ចាស់តើកណ្ឌីត្រូវបានបងទេយើងរកប្រាក់ចំណេញបាន800,000នៅត្រីមាសនេះខ្ញុំមិនផ្ដល់ប្រាក់រង្វាន់ដល់អ្នកទេ800 យន់សម្រាប់អ្នកចាំងយ៉ាងតើអ្នកចង់មានន័យអ្វីអ្នកបានអង្វរខ្ញុំឲ្យជួយអ្នកកាលពី3ខែមុនដូច្នេះខ្ញុំបានបិទហាងរបស់ខ្ញុំដើម្បីជួយអ្នកសងបំណុលនិងធ្វើការត្រឡប់មកវិញប្រាក់ចំណេញដែលបានព្រមព្រៀងគឺ5ឬ5សេនអ្នកចង់សម្លាប់ខ្ញុំដោយចំណាយប្រាក់$800ឥឡូវនេះតើ5ឬ5ចំណុចអ្វីបុគ្គលិកកន្លែងទាំងអស់សុទ្ធតែជារបស់ខ្ញុំហើយអ្វីបានជា5ឬ5ពិន្ទុជាមួយអ្នកកុំភ្លេចថាខ្ញុំបានបង្កើតបងគាដែលមានសម្ងាត់នេះបើគ្មានគាត់ទេហាងរបស់អ្នកនឹងដួលរលំអុចឆាប់ឡើងតើអ្វីដែលពិបាកអំពីបង្គាដែលមានជាតិប្រៃសៀវកៅបានរៀនជាយូរមកហើយកុំបន្ទោសខ្ញុំបងប្រុសលីលោក boss យ៉ែងបានពន្យល់ថាគាត់ត្រូវតែទទួលបានរូបមន្តបង្កងបង្គារបស់អ្នកខ្ញុំក៏ត្រូវបង្ខំដែរផលិតកម្មសម្ងាត់ផងដែរឬបន្តធ្វើការលើប្រាក់ខែគោលឬយកលុយហើយចាក់ចេញយើងជាមិត្តរួមថ្នាក់ចាស់កុំធ្វើឲ្យខ្វល់ខ្វាយអំពីវាខ្ញុំកំពុងចាក់ចេញខ្ញុំមិនចង់បានប្រាក់ទេអ្នករក្សាវាហើយមើលឃើញខួរក្បាលរបស់អ្នកបាទហេអ្នកគិតថាគាត់បានលួចរូបមន្តធ្វើម្ហូបហើយអាចឆ្លងទន់លេនឹងបំផ្លាញស្ពានហើយទាត់ខ្ញុំចេញប៉ុន្តែខ្ញុំមិនដឹងថាដើម្បីធ្វើត្រីក្រាហ្វីអ្នកត្រូវតែបន្ថែមរូបមន្តសម្ងាត់ផ្ដាច់មុខរបស់ខ្ញុំដើម្បីធ្វើឲ្យភ្ញាក់ផ្អើលដល់ត្រីទាំង4បញ្ហានេះខ្ញុំមិនបានប្រាប់អ្នកណាម្នាក់ទេអូស៊ីវលីតើអ្នកហ៊ានលូកបង្គាឆ្លងកាត់ពីបង្គាយ៉ាងដូចម្ដេចបង្គារបស់ពួកគេបានធ្វើវាជាមុនអ្នកនឹងបាត់បង់លុយគ្មានម្ចាស់ដីការជួលនេះត្រូវបានគិតថ្លៃប្រចាំត្រីមាសប្រសិនបើវាមិនអាចស្ថិតស្ថេរខ្ញុំមិនអាចសងប្រាក់វិញបានទេវាគឺជាគាត់ដែលមិនអាចឈរបានមិនមែនខ្ញុំទេអូវារួចរាល់ហើយពិតជាមិនត្រឡប់ទៅធ្វើការវិញទេចាំងស៊ីកន្លែងនោះមិនត្រូវការខ្ញុំទៀតទេហេនេះជាអ្វីដែលចាំងយ៉ាងបានធ្វើមិនសមរម្យហាងរបស់គាត់ហៀបនឹងដួលរំពីមុនខ្ញុំមិនអាចទទួលបានប្រាក់ខែរបស់ខ្ញុំទេប្រសិនបើអ្នកមិនបានមកហើយធ្វើបង្កងដែលមានសម្ងាត់នោះទេតើគាត់អាចបង្វែរនឹងរកស៊ីបានយ៉ាងដូចម្ដេចភ្លេចវាមីងចាំងចប់ហើយខ្ញុំក៏សុំទោសអ្នកដែរប៉ុន្តែឥឡូវនេះរូបមន្តបង្កងបង្គារបស់អ្នកត្រូវបានគេលួចកុំសួរវាមីងចាំងខ្ញុំសូមដាក់ពាក្យនៅទីនេះក្នុងរយៈពេលតិចជាង1ខែគាត់ត្រូវត្រឡប់ទៅក្រោយវិញយុវជនមានសុជីវធម៌ខ្ពស់ថៅកែយូក្បាលរបស់អ្នកមានជាតិដែកគ្រប់រាន់ហ៊ានបើកហាងលក់ត្រីក្រាហ្វីស្ទល់មុខមនុស្សខ្វាក់ភ្លឺប្រហែលជាពួកគេមានយានមួយអ្នកបានបើកហាងមួយយើងនឹងមកសាកល្បងយល់ព្រមសូមស្វាគមន៍ខ្ញុំមានព្រឹត្តិការណ៍បើកនៅទីនេះគូតាប្រញាប់ឡើងហើយប្រមូលបង្គាមូលនិធិស្បៀងអាហារដែលផ្ដល់ដោយចាំងយ៉ាងអាចទិញបានតែបង្គាពួកត្រីក្រៀលអាក្រក់បំផុតនៅលើទីផ្សារដើម្បីអនុញ្ញាតឲ្យអាហារពេលល្ងាចបរិភោគបង្គាដែលមានគុណភាពល្អខ្ញុំបានស្វែងរករយៈពេល2សប្តាហ៍ដើម្បីរកមូលដ្ឋានបង្គាវាលស្រែនេះនៅពេលនោះខ្ញុំបានបង្ហោះប្រៃសណីយ៍ធ្វើដំណើរជុំនឹងប្រាក់របស់កសិករចិញ្ចឹមបង្គាមួយចំនួនមិនដែលនិយាយទេលទ្ធផលគឺថាគាត់ត្រូវបានគេគ្រងបងប្រុសលីអ្នកនៅទីបំផុតលើកនេះអ្នកយឺតពេល2 3ថ្ងៃហើយមានអ្វីមួយពន្យាពេលតើបរិសុទ្ធពីការភ្នែកខ្ចប់ទេវាខ្ចប់ហើយវាខ្ចប់អ្នកអាចឃើញថាសាច់មានខ្លាញ់លុយធំហើយគុណភាពក៏ល្អដែរនិយាយអញ្ចឹងភូមិយើងទើបតែចុះហត្ថលេខាលើឡានដឹកទំនិញខ្ញុំនឹងបញ្ជូនវាទៅទ្វាររបស់អ្នកនៅពេលក្រោយក្នុងនាមជាអតិថិជនដំបូងខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅការបញ្ចុះតម្លៃ20មិនថាអ្នកលក់អ្វីក៏ដោយអរគុណឆេនបូអ្នកពិតជាបានជួយខ្ញុំច្រើនណាស់ហើយអ្វីបានជាបង្គានេះអាក្រក់ជាងមុនអ្នកមិនបានធ្វើអ្វីទេតានៅលោកចាំងមុនសកាមេឃនឹងផែនដីខ្ញុំថែមទាំងបានផ្ដល់ជូននៅលើបង្គានេះខ្ញុំពិតជាមិនដឹងថាលីមីងឆេងទិញបង្គាទេមែនទេមនុស្សល្ងីល្ងើទាំងនោះក៏មិនអាចបរិភោគវាបានដែរទីក្រុងដ៏ល្បីល្បាញ